Cambodia មានទទួលបាន perfect score និង champion កូនថ្នាក់ដឹកនាំរបស់យើងថាមួយស្រែកឡើងហូរពេញកន្លែងឆាកហ្នឹងយើងថាអស្ចារ្យកម្ពុជាធ្វើបានចាជំរាបសួរបងឈ្មោះភួងសុភាវីជាម្ដាយរបស់ម៉ាក់គឹមហ៊ីសុងចាដោយសារតាបងឲ្យហ៊ីសុងគាត់ចូលរួមកម្មវិធីស៊ីម៉ុកពីព្រោះថាកម្មវិធីស៊ីម៉ុកគឺជាកម្មវិធីរបស់ប្រទេសសិង្ហបុរីហើយបងមានគោលបំណងមួយគឺចង់ឲ្យហ៊ីសុងទៅរៀននៅប្រទេសសិង្ហបុរីអញ្ចឹងបងចង់ឲ្យគាត់ practice តាក់ទងមួយការចូលរួមប្រកួតប្រជែងគណិតវិទ្យាសិង្ហបុរីនឹងឲ្យបានច្រើនដើម្បីជួយជា tip មួយដល់គាត់ពេលគាត់ទៅរៀនកាលឆ្នាំ2025អូនសុងគាត់ទទួលបានតាក់ទងមួយ individual គឺគាត់ទទួលបាន silver ហើយនឹង Mat Varia គាត់ធ្វើការជាក្រុមហ្នឹងគាត់ទទួលបាន bronze តាក់ទងមួយហ៊ីសុងគឺបង train ឲ្យគាត់ច្រើនគាត់រៀនសឹងតែអត់មានពេលទំនេរនិយាយទៅពីព្រឹកដល់ម៉ោង9ចូលគាត់ប្រកួតរាល់អាទិត្យគ្រប់កម្មវិធីអ្វីដែលគាត់បត់ពិសោធន៍ហ្នឹងគឺគាត់យកពីការប្រឡងមកជាការរីកចម្រើនសម្រាប់គាត់ចូលរួមក្នុងកម្មវិធីស៊ីមកវិញពេលដែលគាត់ទៅប្រឡងគឺគាត់ចេះតាក់ទងមួយសំណួរគឺហាតចុងក្រោយហ្នឹងគឺគាត់ចេះគេហៅ problem solving អ្វីដែលពិបាកជាងគេគឺវាមានគុណប្រយោជន៍ច្រើនជាងគេនៅចុងបញ្ចប់នៃសំណួរហ្នឹងភាគច្រើនវា open question ដល់ពេលអញ្ចឹងគាត់ត្រូវធ្វើម៉េចដោះស្រាយអាហ្នឹងឲ្យបានអញ្ចឹងគាត់ព្យាយាមដូចកូនបងគាត់ថាអាហ្នឹងហាតណាប៉ុន្តែគាត់ប្រឹងធ្វើដល់បានដោយសារអាហ្នឹងវាបន្ទុកច្រើនហើយមួយទៀតគាត់ independent នៅពេលដែលគាត់ទៅឆ្នាំទី1គាត់ភ័យខ្លាចច្រើនប៉ុន្តែនៅពេលគាត់ទៅឆ្នាំទី2គាត់មានអារម្មណ៍ថាគាត់ relax គាត់ enjoy ជាមួយនឹង competition ហ្នឹងហើយណាមួយទៀតគាត់មានមិត្តភ័ក្តិបានច្រើនពេលឆ្នាំទី2ទី1យើងបានបទពិសោធន៍ពីការប្រកួតប្រជែងគណិតវិទ្យាទី2ពេលដែលយើងចូលទៅវាមានច្រើនប្រទេសដែលគាត់ចូលរួមអញ្ចឹងកូនយើងគាត់អាច share idea ជាមួយប្រទេសផ្សេងគាត់អាចរៀបរាប់ពី culture គាត់ទៅដល់ប្រទេសផ្សេងអាច share មកគាត់វិញហើយគាត់អាចមួយទៀតសំខាន់បំផុតគឺ friendship របស់គាត់មកវិញគាត់ចេះប្រាប់ថាម៉ាមីអូន make friend មួយជនជាតិនេះជនជាតិនោះអញ្ចឹងណាចាអញ្ចឹងបានន័យថាវាល្អបើនិយាយពីមោទនភាពអូនឯងដឹងមិនទេ last part ដែលយើងទទួល awarding ណាគេប្រកាសថាចេះ Cambodia មានទទួលបាន perfect score និង champion កូនថ្នាក់ដឹកនាំរបស់យើងថាមួយស្រែកឡើងហូរពេញតាកន្លែងឆាកហ្នឹងយើងថាចេះអស្ចារ្យកម្ពុជាធ្វើបានចង់និយាយថាយើងអាចលើកទង់ជាតិកម្ពុជាដែលជា perfect score ហើយទទួលបាន champion